សូត្រខ្មែរជាអត្តសញ្ញាណជាអរិយធម៌និងជាវប្បធម៌ជាតិតាមការស្រាវជ្រាវរបស់នាយកដ្ឋានសិល្បៈសូនរូបនិងសិល្បៈសិប្បកម្មខ្មែរបានប្រើប្រាស់សូត្រតាំងពីសម័យបុរេប្រវត្តិដោយមានភស្តុតាងលើរូបចម្លាក់នៅតាមប្រាសាទជុំវិញតំបន់អង្គររហូតមកទល់នឹងពេលបច្ចុប្បន្នសូត្រនៅតែទទួលបានការនិយមប្រើប្រាស់ពីសំណាក់ប្រជាពលរដ្ឋខ្មែរដោយយោងតាមរបាយការណ៍យុទ្ធសាស្ត្រសូត្រជាតិបានបង្ហាញថាកម្ពុជាមានតម្រូវការសរសៃសូត្រប្រមាណ400តោនក្នុងឆ្នាំ2005ទោះជាយ៉ាងណាក៏ដោយបរិមាណសូត្រដែលនាំចូលនៅតែមានចំនួនច្រើនលើសលប់បើប្រៀបនឹងសូត្រដែលផលិតបាននៅក្នុងស្រុកហេតុអ្វីបានជាកម្ពុជាត្រូវនាំចូលសរសៃសូត្រក្នុងចំនួនដ៏ច្រើនបែបនេះពីក្រៅប្រទេសយើងមានវិស័យសូត្រយូរណាស់ហើយក៏ប៉ុន្តែវាធ្វើតាមរបៀបបុរាណជាធម្មតាយើងចិញ្ចឹមតកូននាង100ងាប់យ៉ាងតិច80គុណភាពអត់កើតចុះគោលការណ៍របស់យើងគឺថាបន្ថយការងាប់នៃតកូននាងដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាខាងលើមជ្ឈមណ្ឌលសូត្រខ្មែរត្រូវបានបង្កើតឡើងនិងដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី5ខែមិថុនាឆ្នាំ2019មជ្ឈមណ្ឌលសូត្រខ្មែរមានគោលបំណងប្រមូលពូជដង្កូវនាងខ្មែរនៅតាមទីតាំងនានាក្នុងប្រទេសកម្ពុជាដើម្បីអភិរក្សពូជដង្កូវនាងក្នុងស្រុកនិងបង្កាត់ជ្រើសរើសពូជថ្មីរួមទាំងសិក្សាស្រាវជ្រាវបច្ចេកទេសថ្មីៗដែលបម្រើឲ្យវិស័យមួយនេះតាំងពីដើមឡើយយើងអត់មានលុយទេអាគារនេះជួយដោយជប៉ុនក្នុងនឹងជួយដោយ KE ផងជួយដោយខាងអង្គការសហជីវជាតិផងជួយដល់ធនាគារផ្សេងៗដែលគេជួយយើងបានណាយើងបានបរៀនកូនសិស្សយើងសិក្សាពីបច្ចេកទេសផ្សេងឧបមាថាពីដើមឡើយយើងដាក់ស្លឹកមនឲ្យតកូននាងស៊ីមួយថ្ងៃស៊ី3ដង4ដងពលកម្មច្រើនឥឡូវយើងបរៀនដាក់ជាសិប្បនិមិត្តគឺថាបន្ថយកម្លាំងពលកម្មដែលឲ្យតកូននាងស៊ីហ្នឹងមជ្ឈមណ្ឌលសូត្រខ្មែរបានជួយជ្រោមជ្រែងដល់ភាគីពាក់ព័ន្ធតាមរយៈការផ្សព្វផ្សាយចំណេះដឹងបច្ចេកទេសក្នុងការចិញ្ចឹមនិងបង្កាត់ពូជដង្កូវនាងដែលមានសុខភាពល្អព្រមទាំងការដាំដើមមនឲ្យបានទិន្នផលខ្ពស់និងមានគុណភាពល្អជាដើមនៅមណ្ឌលគិរីនេះគឺមានមជ្ឈមណ្ឌលមួយដែលជាសាខារបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញដំឡើងនៅទីនេះហើយនៅក្នុងទីនេះគឺមានមនច្រើនប្រភេទដែលយើងដាំបាទមានមនចិនមានមនខ្មែរមានមនថៃអីចឹងណាបាទហើយតើយើងដាំច្រើនប្រភេទអញ្ចឹងដើម្បីអីពីព្រោះថានៅទីនេះគឺមានម៉ាស៊ីនស្រាវដោយស្វ័យប្រវត្តិយើងអាចបង្កាត់ពូជសបុកតកូវនាងរហូតទៅដល់800ម៉ែត្រអញ្ចឹង800ម៉ែត្រទើបអាចឡើងម៉ាស៊ីនស្វ័យប្រវត្តិបាននៅទីនេះមានការចូលរួមពីកសិករយើងផ្គត់ផ្គង់ពូជទៅឲ្យសហគមន៍និងកសិករគាត់ដាំបើគាត់អត់ចិញ្ចឹមគាត់អាចបេះស្លឹកមនយកមកលក់ឲ្យសហគមន៍ទៅបើសិនបើគាត់ចិញ្ចឹមយើងឲ្យពូជទៅគាត់ហើយយើងប្រមូលទិញសបុកតកូវនាងសម្រាប់យកមកស្រាវជាមួយម៉ាស៊ីនហ្នឹងបាទពីដើមឡើយចិញ្ចឹម100ងាប់80ឥឡូវយើងចំ100សឹងរស់បានទាំងអស់ទី2ផលិតភាពពីដើមសបុកតកូវនាងមួយធម្មតាទៅ300ម៉ែត្រទេឥឡូវអាច7 800ម៉ែត្របានវែងទៅមានន័យថាមិនមានតែផលិតភាពយើងល្អជាងមុនចេះជាសៃសូត្រយើងត្បាញអីបន្តទៀតវាមានប្រយោជន៍ច្រើនសម្រាប់សេដ្ឋកិច្ចប្រទេសយើងថាខ្ញុំចាប់ផ្ដើមតែកន្លែងនេះគ្រឹះមួយដើម្បីអភិវឌ្ឍប្រទេសជាសេដ្ឋកិច្ចផងជាវប្បធម៌ផងជាប្រវត្តិសាស្ត្រសុខខ្មែរយើងហើយឲ្យកូនសិស្សយើងមានចំណេះវិជ្ជាក្នុងការរស់ស៊ីបន្តពីដើមមានគ្រូម្នាក់ក៏ចេះឥឡូវមាន500អ្នកចេះណាគំនិតចេះមកបន្តទៀតហើយអ្នកសេដ្ឋកិច្ចគឺថាបន្ថយការនាំចូលកុំស្អីក៏ដោយពឹងឲ្យគេធ្វើឲ្យអត់ដឹងទេអត់ចេះទេយើងធ្វើយ៉ាងណាក៏ប្រទេសយើងអត់អភិវឌ្ឍបានដែរតើយើងធ្វើខ្លួនឯងអាហ្នឹងរបស់យើងសន្ទុះនៃការនិយមគាំទ្រសូត្រខ្មែរយើងនៅតែមានការកើនឡើងតួយ៉ាងសូត្រខ្មែរត្រូវបាននាំចេញទៅជប៉ុនហើយជប៉ុនបានយកទៅធ្វើជាសម្លៀកបំពាក់ប្រពៃណីរបស់គេផងដែរនេះជាភស្តុតាងបង្ហាញពីការទទួលស្គាល់ទៅលើគុណភាពនិងភាពច្បាស់លាស់ដែលកម្ពុជាអាចធ្វើបានទិសដៅទៅថ្ងៃក្រោយអនាគតតែភ្លឺស្វាងយើងត្រូវធ្វើបន្តទៀតតម្លៃនៃសូត្រនឹងអត់ដែរចុះទេដល់រាបណាមានមនុស្សអាការត្រូវការរស័យសូត្រនឹងវាត្រូវការរហូតអត់ចេះចប់ទេ